កម្ពុជាឆ្លើយតបថៃករណី MOU ឆ្នាំ2001ដោយរក្សាស្មារតីការទូតនិងជៀសវាងភាពតានតឹងរាជធានីភ្នំពេញបានបញ្ជូនសារការទូតទៅកាន់ទីក្រុងបាងកកដោយបញ្ជាក់ថាករណីដែលថៃដកខ្លួនជាឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ឬហៅថា MOU 44នោះគឺជាការចាក់ចេញពីស្មារតីសហការដែលប្រទេសទាំងពីរបានកសាងរួមគ្នាជាងពីរយៈពេលជាង20ឆ្នាំសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី24ខែមេសាឆ្នាំ2026បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់ថៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិថៃអនុម័តដកខ្លួនចេញពី MOU នេះកាលពីថ្ងៃទី23ខែមេសាហើយគ្រោងនឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីលុបចោលជាផ្លូវការនៅសប្តាហ៍ក្រោយនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរគុលបានលើកឡើងថាថៃមិនចាំបាច់ពិភាក្សាជាមួយកម្ពុជាក្នុងការលុបចោល MOU នេះទេហើយបញ្ជាក់ថាចាប់ពីពេលនេះតទៅថៃនឹងយកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឬ UNCLOSS មកប្រើសម្រាប់ដោះស្រាយតំបន់សមុទ្រត្រួតគ្នាជាមួយកម្ពុជាជាឆ្លើយតបក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា MOU ឆ្នាំ2001គឺជាក្របខ័ណ្ឌសំខាន់ដើម្បីបង្ហាញឆន្ទៈនិងផលប្រយោជន៍រួមក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលបានពីភាគីទាំងពីរហើយកម្ពុជានៅតែបន្តគោរពនិងអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយភ្នំពេញបានសង្កេតឃើញថាថៃមិនត្រឹមតែមិនពិភាក្សាជាមួយកម្ពុជាទេប៉ុន្តែថែមទាំងបានពង្រឹងវត្តមានយោធានៅតំបន់សមុទ្រផងដែរនាយសេនាធិការកងទ័ពជើងថៃបានបញ្ជាក់ថាកងកម្លាំងបានត្រៀមរួចរាល់ដើម្បីការពារអធិបតេយ្យភាពសមុទ្រនិងរងចាំបញ្ជាពីរដ្ឋាភិបាលគួរបញ្ជាក់ថា MOU ឆ្នាំ2001ត្រូវបានចុះហត្ថលេខាដើម្បីគ្រប់គ្រងតំបន់សមុទ្រត្រួតគ្នាមានផ្ទៃប្រហែលជា 26,000 គីឡូម៉ែត្រការ៉េដែលត្រូវបានជឿថាមានសក្តានុពលធនធានប្រេងនិងឧស្ម័នអាចមានតម្លៃរហូតដល់ជាង$300 លានអ្នកជំនាញនយោបាយមួយចំនួនបានលើកឡើងថាកម្ពុជាអាចមានជំរឿក្នុងការនាំករណីនេះទៅកាន់តុលាការអន្តរជាតិដូចជាតុលាការយុត្តិធម៌អន្តរជាតិឬ ICJ ប៉ុន្តែបញ្ហានេះអាចប្រឈមនឹងភាពស្មុគស្មាញដោយសារតែថៃមិនទទួលស្គាល់យុត្តិការភាពរបស់តុលាការនេះ